នេះគឺជារបៀបដំឡើងនិងការប្រើប្រាស់របស់កាមេរ៉ាសុវត្ថិភាព ECV A90 ជំហានដំបូងអ្នកនរគ្នាត្រូវ download ជាមួយនឹងកម្មវិធី ECV ដែលមាននៅលើ App Store និង Play Store អញ្ចឹងបន្ទាប់ពីអ្នកនរគ្នា download ជាមួយនឹងកម្មវិធីនេះរួចអ្នកនរគ្នាត្រូវបង្កើត account ជាមុនសិនហើយវិធីបង្កើត account ថ្មីអ្នកនរគ្នាត្រូវចូល create new account ហើយយើងចង់បង្កើតជាមួយលេខទូរស័ព្ទដៃរបស់យើងក៏បានបង្កើតជាមួយនឹង email ក៏បានហើយវិធីបង្កើតជាមួយនឹង email អ្នកនរគ្នាត្រូវវាបញ្ចូលជាមួយនឹង email របស់អ្នកនរគ្នារួចអ្នកនរគ្នាត្រូវបង្កើតជាមួយនឹងលេខកូដថ្មីដែលមានចាប់ពី8ខ្ទង់រហូតដល់ទៅ16ខ្ទង់ហើយនឹងត្រូវលាយឡំជាមួយនឹងអក្សរធំអក្សរតូចចំនួនលេខនិង symbol ជាដើមអញ្ចឹងបន្ទាប់ពីបានបំពេញលក្ខខណ្ឌត្រឹមត្រូវបានទាំងអស់វានឹងលោតសញ្ញាគ្រីទៅលើប្រអប់ទាំងពីរនេះតែម្ដងរួចចុចសញ្ញាគ្រីនៅប្រអប់ខាងក្រោមនេះហើយចុចពាក្យ continue ហើយធ្វើការ verify បន្ទាប់មកអ្នកនរគ្នានឹងទទួលបានជាមួយនឹងសារលេខកូដចេញពី email របស់អ្នកនរគ្នារួចធ្វើការបំពេញជាមួយនឹងលេខកូដនោះហើយចុចទៅលើពាក្យ skip គឺជាការស្រេចហើយនេះគឺជាវិធីដែលយើងធ្វើការបង្កើត account ជាមួយនឹងលេខទូរស័ព្ទរបស់យើងដោយអ្នកនរគ្នាចុចទៅលើ icon ទូរស័ព្ទធ្វើការវាបញ្ចូលជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងឬ password វិញគឺមានលក្ខខណ្ឌដូចទៅនឹង email ដែរបន្ទាប់មកចុចគ្រីទៅលើប្រអប់ខាងក្រោមហើយចុចពាក្យ continue រួចយើងធ្វើការ verify រងចាំបន្តិចគឺវានឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងបន្ទាប់មកវាបញ្ចូលលេខកូដដែលយើងបានទទួលចុចពាក្យថា skip គឺជាការស្រេចជំហានដំបូងមុននឹងធ្វើការតម្លើងជាមួយនឹងកាមេរ៉ាសុវត្ថិភាពគឺយើងត្រូវធ្វើការដាក់ memory ជាមុនសិនហើយចំពោះទីតាំងការដាក់ memory វិញគឺនៅផ្នែកខាងក្រោយនៃកាមេរ៉ានៅផ្នែកខាងក្រោយនៃកាមេរ៉ានេះអ្នកនរគ្នានឹងសង្កេតឃើញថាវាមានជាមួយនឹងគន្លឹះទាំងពីរសងខាងអញ្ចឹងគឺគ្រាន់តែយើងចុចទៅលើគន្លឹះទាំងពីរនេះឲ្យជាប់គឺវានឹងធ្វើការបើកសន្ទះខាងក្រោយដោយខ្លួនឯងដូច្នេះអ្នកនរគ្នានឹងឃើញជាមួយនឹង slot ដាក់ memory ជាមួយនឹងប៊ូតុង reset ហើយចំពោះការដាក់ memory បានត្រឹមត្រូវគឺយើងត្រូវផ្ញើជាមួយ memory បែបនេះរួចធ្វើការដាក់ជាមួយនឹង memory ចូលតែប៉ុណ្នេះគឺជាការស្រេចហើយយើងត្រូវធ្វើការគ្របគម្របវាវិញដើម្បីជៀសវាងពីការលេចជ្រាបទឹកហើយចំពោះខ្សែដែលជាប់កាមេរ៉ានេះទី1វាគឺជា port ខ្សែ network ទី2វាគឺជាខ្សែភ្លើងបន្តមកយើងដោតជាមួយនឹងខ្សែភ្លើងដែលវាមានមកជាមួយនឹងប្រអប់ស្រាប់នៅពេលដែលយើងដោតដោយរួចគឺយើងត្រូវការរងចាំប្រហែល15វិនាទីដើម្បីវាដំណើរការមុននឹងធ្វើការ add កាមេរ៉ារបស់យើងចូលទៅកាន់ទូរស័ព្ទដៃអ្នកនរគ្នាត្រូវប្រកាសថាអ្នកនរគ្នាបានភ្ជាប់ជាមួយនឹង Wi-Fi ហើយបានបើកជាមួយនឹង Bluetoothហើយនៅក្នុង app របស់យើងវិញអ្នកនរគ្នាចុចទៅលើសញ្ញាបូកខាងលើហើយជ្រើសរើសយកពាក្យ scan QR code ហើយចំពោះ QR code របស់កាមេរ៉ាមួយនេះគឺវាមាននៅផ្នែកខាងលើនៃកាមេរ៉ារួចចុចសញ្ញាគ្រីទៅលើ device is power on រួចចុចទៅលើ next ចុចទៅលើពាក្យថា start ដាក់សញ្ញាគ្រីចុចមកកាន់ next step ហើយធ្វើការវាបញ្ចូលជាមួយនឹងលេខកូដ Wi-Fi របស់យើងត្រង់ចំណុចនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះហើយនឹងធ្វើការដាក់ទីតាំងដែលយើងបានធ្វើការដំឡើងហើយចូលមកកាន់ next ហើយរងចាំបន្តិចដើម្បីវាដំណើរការរួចចុចទៅលើពាក្យ done ហើយចុចទៅលើប៊ូតុងត្រឡប់ថយក្រោយនៅខាងលើដើម្បីជៀសវាងពីការដាក់ password ដូច្នេះអ្នកនរគ្នាបានធ្វើការ add កាមេរ៉ាចូលទៅកាន់ទូរស័ព្ទដៃរបស់យើងបានដោយជោគជ័យចំពោះរូបកាមេរ៉ាទី1ខាងក្រោមនេះគឺជាមុខងារ snapshot ដែលវានឹងថតយករូបភាពចេញពីកាមេរ៉ារបស់យើងហើយកាមេរ៉ាទី2នេះគឺជាមុខងារ record ដែលវានឹង record យកសកម្មភាពចេញពីកាមេរ៉ារបស់យើងហើយចំពោះមុខងារទី3នេះគឺជាមុខងារបង្វិលដែលយើងអាចធ្វើការបង្វិល lens កាមេរ៉ាបាន360ដឺក្រេឯណោះបន្ទាប់មកគឺជាមុខងារ scene playback ដែលយើងអាចមើល live view ទាំងពីរ lens ក្នុងពេលតែមួយបន្ទាប់មកគឺជាមុខងារ view where you tap ដែលមុខងារនេះគឺនៅពេលដែលយើងចុចទៅលើទីតាំងណាមួយគឺ lens បង្វិលខាងក្រោមគឺវានឹងធ្វើការបង្វិលទៅតាមទីតាំងនោះភ្លាមៗតែម្ដងហើយចំពោះ mono play នេះវិញគឺជាមុខងារដែលយើងអាចធ្វើការមើល live view ចេញពីភ្នែកណាមួយដែលមានដូចជា lens PTZ picture និង lens wide angle picture ហើយចំពោះមុខងាររូប microphone នេះគឺយើងអាចធ្វើការនិយាយឆ្លងឆ្លើយគ្នាចេញពីកាមេរ៉ាមកកាន់ទូរស័ព្ទដៃរបស់យើងហើយចំពោះមុខងារ definition នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរគម្រោងរូបភាពរបស់វាដែលយើងអាចធ្វើការទំនាក់ទំនងតាមការចង់បានបន្តមកទៀតចូលមកកាន់មុខងារ sleep mode ដែលមុខងារនេះគឺវានឹងធ្វើការផ្អាកថតភ្លាមៗដើម្បីរក្សាឯកជនភាពរបស់យើងហើយដើម្បីដំណើរការថតវិញគឺគ្រាន់តែយើងចុចទៅលើពាក្យ wake up គឺជាការស្រេចមុខងារបន្តគឺជាមុខងារ auto patrol ដែលមុខងារនេះគឺវានឹងធ្វើការល្បាតមើលសកម្មភាពជុំវិញដោយខ្លួនឯងតែម្ដងហើយចំពោះមុខងារ360 degree picture វិញគឺវានឹងថតយករូបភាពជុំវិញខ្លួនដែលជាប្រភេទរូបភាព360 degreeបន្ទាប់មកគឺជាមុខងារ alarm ដែលមុខងារនេះគឺនៅពេលដែលយើងចុចគឺវានឹងលោតជាសារ៉ែនភ្លាមៗតែម្ដងហើយចំពោះ float light វិញគឺវានឹងធ្វើការបើកភ្លើង spotlight របស់វាភ្លាមៗដូចគ្នាហើយត្រង់កន្លែងនេះដែរយើងក៏អាចធ្វើការមើលវីដេអូសារឡើងវិញហើយក៏មានថ្ងៃខែដែលយើងអាចធ្វើការជ្រើសរើសបានផងដែរ
បន្ទាប់មកទៀតនៅពេលអ្នកនរគ្នាចូលមកកាន់ setting នៅខាងលើនោះអ្នកនរគ្នានឹងឃើញជាមួយមុខងារ linkage setting ហើយនៅពេលដែលយើងបើកជាមួយនឹង multi lens linkage ហើយបូកជាមួយនឹងមុខងារ human tracking នោះ lens កាមេរ៉ាទាំងពីរនឹងធ្វើការដេញតាមសកម្មភាពដែលវានឹងធ្វើការងាយរេទៅតាមសកម្មភាពទាំងឡាយណាដែលបានឈានចូលមកកាន់ lens wide angle អញ្ចឹងហើយ lens PT set នឹងធ្វើការងាយរេតាមសកម្មភាពនោះភ្លាមៗតែម្ដងហើយចំពោះមុខងារ PT lens tracking range គឺជាការកំណត់មុខងារទៅលើ lens សម្រាប់ចាប់សកម្មភាពដែលយើងអាចកំណត់ឲ្យវាចាប់សកម្មភាពតែជាមួយនឹង lens wide angle ឬក៏ធ្វើការចាប់ម្ដងទាំងពីរ lens បន្ទាប់មកចូលមកកាន់មុខងារ Intelligent Detection ដែលនៅក្នុងនោះគឺមានជាមួយនឹងមុខងារ AI ផ្សេងៗដែលអ្នកនរគ្នាអាចធ្វើការជ្រើសរើសដែលនៅក្នុងនោះគឺមានមុខងារដូចជា Human Shape Detection ដែលជាមុខងារចាប់យកសកម្មភាពមនុស្ស Vehicle Detection សម្រាប់សម្គាល់រថយន្តនិង Image Chain Detection ដែលជាមុខងារសម្រាប់តាមដានអ្វីមួយដែលមានសកម្មភាពដើម្បីជ្រើសរើសមុខងារណាមួយអ្នកនរគ្នាគ្រាន់តែចុចទៅលើពាក្យ Apply គឺជាការស្រេចហើយបន្ទាប់ពីយើងជ្រើសរើសប្រើប្រាស់រួចហើយនៅពេលដែលយើងធ្វើការបើករួចយើងអាចធ្វើការបិទមុខងារនោះបានដូចគ្នាហើយមុខងារ Vehicle Detection វិញក៏ដូចគ្នាដែរគឺយើងអាចធ្វើការបិទបើកចំពោះមុខងារនេះបានដូចគ្នាក៏ប៉ុន្តែចំពោះមុខងារ Image Chain Detection វិញគឺយើងមិនត្រឹមតែបញ្ជាបិទបើកប៉ុណ្ណោះទេក៏ប៉ុន្តែវាមានជាមួយនឹងមុខងារ Wide Angle Lens Detection Area ដែលយើងអាចធ្វើការកំណត់ zoom ទៅលើការចាប់សកម្មភាពនោះហើយយើងអាចធ្វើការកំណត់ zoom ជាមួយនឹង PT Lens ផងដែរហើយចូលមកកាន់មុខងារ Detection Sensitivity ដែលមុខងារនេះដែរគឺយើងអាចធ្វើការកំណត់ទៅលើកម្រិតការចាប់របស់វាដែលយើងអាចកំណត់កម្រិតឲ្យវាចាប់បានខ្សោយជាងមុនចាប់ធម្មតានិងកម្រិតចាប់ខ្ពស់ជាងមុនបន្តមកទៀតគឺយើងចូលមកកាន់ Notification ចំពោះមុខងារ Receive Device Message នេះនៅពេលដែលយើងបើកមុខងារនេះគឺយើងទទួលបានសារពីកាមេរ៉ាមួយនេះហើយចំពោះមុខងារ Device Message Interval នេះគឺជាមុខងារដែលយើងអាចធ្វើការកំណត់ទៅលើពេលវេលារកការទទួលសារបានម្ដងដែលយើងអាចធ្វើការទទួលសាររៀងរាល់1នាទីម្ដងឬក៏រហូតដល់30នាទីម្ដងឯណោះហើយចំពោះមុខងារ Device Reminder Plan នេះគឺជាមុខងារកំណត់ពេលវេលាក្នុងការទទួលសារដែលយើងអាចបើកទទួលសារគ្រប់ពេលវេលាជាពិសេសអាចធ្វើការ customize ទៅលើពេលវេលាណាមួយជាក់ស្ដែងដូចជាអាចបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយនឹងមានពេលវេលាចាប់ផ្ដើមនិងពេលវេលាបញ្ចប់បន្ទាប់មកចូលមកកាន់មុខងារ Audio Setting នៅពេលដែលអ្នកទាំងគ្នាបើកជាមួយមុខងារ Audio នេះរាល់សកម្មភាពទាំងឡាយដែលវាបាន record ទុកគឺវានឹងមានភ្ជាប់មកជាមួយនឹងសំឡេងខាងក្រៅហើយចំពោះមុខងារ Microphone Volume Adjustment គឺជាការកំណត់នៃការចាប់កម្រិតសំឡេងរបស់កាមេរ៉ាសុវត្ថិភាពដែលយើងអាចកំណត់ឲ្យការចាប់សំឡេងខ្លាំងជាងមុនឬក៏ចាប់សំឡេងរាងខ្សោយជាងមុនបន្ទាប់មកចូលមកកាន់មុខងារ Image Setting អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាបើកជាមួយមុខងារ DWDR នោះវានឹងធ្វើរូបភាពរបស់យើងកាន់តែមានភាពដិតជាងមុនហើយចំពោះ Image Style វិញគឺយើងមាន Original, Soft និង Vivid ចំពោះ Original គឺជាពណ៌ធម្មតាចំពោះ Soft វិញគឺធ្វើឲ្យពណ៌រូបភាពរាងស្រាលជាងមុនហើយចំពោះ Vivid វិញគឺវាធ្វើរូបភាពមានភាពដិតពណ៌ជាងមុនហើយចំពោះមុខងារ Intelligent Exposure Compensation គឺវាមានតួនាទីជួយកុំឲ្យរូបភាពមានការចាំងពន្លឺខ្លាំងពេកដែលវានឹងធ្វើការ adjust ជាមួយនឹង brightness ដើម្បីកុំឲ្យកាមេរ៉ាកង់ជាមួយនឹងពន្លឺជាមួយនឹងមុខងារ Black White Night Vision បានន័យថាអ្នកទាំងគ្នានឹងមើលជាសខ្មៅជាមួយនឹងពន្លឺ infrared នៅពេលយប់បន្ទាប់មកគឺជាមុខងារ Color Night Vision ដែលមុខងារនេះអាចឲ្យយើងមើលជា color នៅពេលយប់បន្ទាប់មកគឺជាមុខងារ Smart Night Vision ចំពោះមុខងារ Smart Night Vision នេះគឺវានឹងធ្វើការផ្លាស់ប្ដូរអូតូម៉ាទិកពីសខ្មៅទៅជាមើលជា color នៅពេលយប់បើសិនជាមានសកម្មភាពអ្វីមួយដែលឆ្លងកាត់ហើយចំពោះ Lighting Duration គឺជារយៈពេលពន្លឺរបស់កាមេរ៉ានៅពេលដែលយើងមើលជា color នៅពេលយប់បន្ទាប់មកចូលមកកាន់ PT Set Setting នៅពេលដែលយើងបើកជាមួយមុខងារ Human Tracking គឺកាមេរ៉ារបស់យើងនឹងធ្វើការងាយរេតាមសកម្មភាពមនុស្សហើយចំពោះមុខងារ Automatic Patrolling គឺកាមេរ៉ារបស់យើងនឹងធ្វើការល្បាតជុំវិញតែម្ដងហើយចំពោះមុខងារ Patrol Area វិញគឺយើងធ្វើការ customize ទៅលើទីតាំងណាដែលយើងចង់ឲ្យវាល្បាតហើយចំពោះ Patrol Time គឺយើងអាចធ្វើការកំណត់ពេលវេលារបស់វាឲ្យវាល្បាតរាល់ថ្ងៃឬក៏កំណត់ពេលវេលាជាក់លាក់ណាមួយបន្តមកទៀតចូលមកកាន់មុខងារ Record List ចំពោះមុខងារ Event Recording នេះគឺវានឹងធ្វើការ set ទុកវីដេអូនៅពេលដែលវាចាប់បានសកម្មភាពតែប៉ុណ្ណោះហើយចំពោះមុខងារ 24-hour Recording វិញគឺវានឹងថតយកសកម្មភាព24ម៉ោងតែម្ដងហើយចំពោះ Network Setting នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរជាមួយនឹង Wi-Fi របស់យើងបានហើយចំពោះ Wi-Fi Signal Strength គឺយើងអាចមើលដឹងពីកម្លាំងរបស់ Wi-Fi ដែលកាមេរ៉ាចាប់បានហើយនៅក្នុងករណីបើសិនជាកាមេរ៉ារបស់យើងមានការ error អ្វីមួយគឺគ្រាន់តែយើងចុចទៅលើពាក្យ restart device ហើយរងចាំវាបន្តិចគឺវានឹងដំណើរការវិញហើយនៅក្នុងករណីដែលកាមេរ៉ារបស់យើង load offline បែបនេះអញ្ចឹងគឺយើងត្រូវចុចមកកាន់ tray 3ចុចទៅលើពាក្យ device setting ចុចទៅលើពាក្យ delete device ចុច OK បន្ទាប់មកយើងត្រូវ add ជាមួយនឹងកាមេរ៉ានេះឡើងវិញដោយយើងចុចសញ្ញាបូកចុចទៅលើពាក្យ scan QR codeចុចទៅលើពាក្យ add ចុចទៅលើពាក្យ done គឺជាការស្រេច
ច្នេះកាមេរ៉ារបស់យើងនឹងធ្វើការដំណើរការធម្មតាវិញ